ជំរាបសួរសួស្តីអ្នកនរគ្នាខ្ញុំបាទសិនត្រួតអាមេនឹងដែរខ្ញុំបន្តសេរីរបស់យើងបន្តទៀតហើយគ្នាយើងណាមិនទៅចុច Subscribe ក៏ចុចបានណាទៅតករបស់យើងច្រើនទៅដល់សេរីយើងតែម្ដងប្រដាប់សេរីរបស់យើងមកគឺថាម្ចាស់ស្ត្រីនឹងមកខាងទូប្រុសរបស់យើងចឹងទៅដោយសារតែទូប្រុសរបស់យើងនឹងមិនថាតកាន់នាងនឹងជាក្មេងស្រីតូចហើយម្ចាស់ស្ត្រីនឹងមកគិតថាទូប្រុសរបស់យើងថាឲ្យនាងចឹងឯណាដែលព្រះនាងរបស់យើងនឹងមិនឈ្មោះថាអេណាអេដឺហើយខ្ញុំសូមហៅគាត់ថាជាអេណាចឹងទៅហើយនៅពេលហ្នឹងមកទៅបាននិយាយថាក្នុងប្រទេសរបស់យើងនឹងមនុស្សពេញវ័យនៅអាយុ21ឆ្នាំហើយផ្ទុយទៅវិញសារទូប្រុសរបស់យើងនឹងមានអារម្មណ៍លើសលប់ដែលបានឃើញពីមហាសានចឹងណាចំណែកឯណាវិញនាងមិននិយាយថាអញ្ចឹងទេចំណែកទូប្រុសរបស់យើងវិញក៏ឃើញចឹងព្រាមក៏បាននិយាយថានឹងហើយឯណាហ្នឹងមកលើកលែងទោសទូប្រុសរបស់យើងចឹងទៅហើយមកទៅបានមិនអរគុណទៅកម្មចាស់ស្ត្រីទៅដែលលើកលែងទូប្រុសរបស់យើងចឹងណាហើយយើងមើលទៅកាន់ទូប្រុសរបស់យើងវិញគឺពិតជាដកផ្លាប់ខ្លាំងមែនតើមាននារីក៏ឃើញទូប្រុសរបស់យើងចឹងព្រាមនាងមកចាប់ក្បាលរបស់ទូប្រុសរបស់យើងហ្នឹងអោនទៅក្រោមទៅពួកផ្លូវការរបស់អត្តរិយហ្នឹងគឺជាបច្ចាអត្តរិយទី3ហើយពូដែលចូលចិត្តហ្នឹងគឺជានាយករដ្ឋមន្ត្រីហើយបែរដែលចូលចិត្តមួយទៀតហ្នឹងមានឈ្មោះថាគេលូសក៏នឹងជាបងប្អូនជីដូនមួយរបស់អត្តរិយចឹងណាហើយនៅពេលហ្នឹងមកទៅបានហ្នឹងមិននិយាយថាត្រង់ហ្នឹងឯងបែបភាពអបសររបស់ព្រះករណាហើយអញ្ញាតគាត់នឹងអញ្ញាពាក្យមួយម៉ាត់បានអត់ហើយដល់ពេលហ្នឹងគេรู้មិននិយាយថានេះមិននិយាយថាគាត់នឹងជាអ្នកផ្សាយដំណឹងល្អប៉ុន្តែគាត់មើលទៅក្មេងពេកហើយសូម្បីតែយុវជនបែបហ្នឹងក៏ស្ទើរជំនាញក្នុងវប្បធម៌តុក្កតាដែរមែនទេហើយគាត់មើលទៅមិនឃើញថាអាចប្រប្រយោជន៍ដល់អាណាចក្ររបស់យើងដល់របៀបណាទេដល់រាប់ណាយើងប៉ះវានឹងខ្លាចជាថ្នាំពុលហើយបំផ្លាញម្ចាស់របស់វាហើយមើលទៅពិតជាគ្រោះថ្នាក់ខ្លាំងមែនទែនចំណែកចាមីរីវិញបានចောက်ក្បាលទូប្រុសរបស់យើងនឹងឲ្យចោះក្រោមទៅប៉ុន្តែទូប្រុសរបស់យើងនឹងក៏បានរើអញ្ចឹងណាហើយគាត់បាននិយាយថាសូម្បីតែថ្នាំពុលនឹងក៏ខ្លាចជាថ្នាំដែរតែវានឹងគឺអាស្រ័យទៅលើអ្នកប្រើប្រាស់ទេវាហាក់ដូចជាគេដូននឹងវាឆេះខំចំពោះគាត់អញ្ចឹងអ្នកដែលច្រើនចោលអ្នកបង្កគ្រោះថ្នាក់គឺជាមនុស្សល្ងងក្រោយលើអញ្ចឹងព្រាមពួកតាហ៊ានទីនឹងគឺចាប់ផ្ដើមភ័យបណ្ដោយសារទូប្រុសរបស់យើងគឺយ៉ាចាស់កើតអញ្ចឹងណាហើយបែកគេលុននឹងមកថាទូប្រុសរបស់យើងជាមនុស្សអត់ពូជអញ្ចឹងទៅហើយគាត់បានបន្តនិយាយថាគាត់នឹងកាត់ក្បាលទូប្រុសរបស់យើងតែម្ដងប៉ុន្តែត្រូវបានលោកយុរដ្ឋមន្ត្រីនឹងហាមឃាត់អញ្ចឹងណាហើយចំណែកទូប្រុសរបស់យើងវិញគេធ្វើមុខលេទៅបណ្ដោយហើយនៅពេលហ្នឹងឯណាក៏បានសើចតែដែលនាងបាននិយាយថាទូប្រុសរបស់យើងនឹងក៏ពិតជាកំ ប្លែងខ្លាំងមែនទែនហើយនាងចាំអារម្មណ៍គាត់ស៊ីនីឈីហើយនាងក៏មិនជឿដែរថាគាត់នឹងហ៊ានប្រឆាំងជាមួយនឹងគេដូសនឹងទេហើយនាងនឹងអនុញ្ញាតសកម្មភាពទាំងអស់របស់អ្នកដែលថាគាត់នឹងចង់ធ្វើអ្វីក៏បានដែរប្រុសរបស់យើងក្រោយលើចុះភ្លាមគាត់បានអរគុណទៅកាន់អេណាទៅការពីតនៅពេលទូប្រុសរបស់យើងទៅដល់ផ្ទះវិញតែគាត់នឹងបាននិយាយថាគាត់នឹងគឺពិតជាមានអារម្មណ៍ថាញាក់សាច់ខ្លាំងមែនទែនហើយគាត់នឹងក៏សោកស្ដាយខ្លាំងដែរហើយនៅពេលហ្នឹងមីនារីបាននិយាយថាព្រះមហាក្សត្រមើលទៅដូចជាចូលចិត្តគាត់នឹងឯងអ្នកមានអារម្មណ៍ថាក្តៅភ្នែកមែនទេវាដូចជាការប្រជុំដំបូងដ៏អាក្រក់បំផុតទូប្រុសរបស់យើងបាននិយាយថាកុំឲ្យនិយាយរឿងហ្នឹងទៀតនិយាយអញ្ចឹងតើគាត់នឹងគួរធ្វើយ៉ាងណាហើយមកទៅបានហ្នឹងបាននិយាយថាយើងនឹងក៏មិនដែលគិតអំពីរឿងហ្នឹងទេយើងនៅតែភាសាគ្នាអំពីរឿងអ្វីដែលត្រូវសាងសង់បន្ទាប់មកទទួលបានដៃមួយកន្លែងនឹងថវិកាខ្លះដោយសារនេះជាការផ្លាស់ប្ដូរវប្បធម៌ដំបូងរបស់មនុស្សជាតិរដ្ឋបាលចង់ដាក់ផ្ដាច់មុខលើពាណិជ្ជកម្មទោះជាយ៉ាងណាក៏ដោយថវិកាដែលរកបានសម្រាប់សហគ្រាសដែលមិនអាចទីទុកជាមុនអ្នកចាប់ផ្ដើមជ្រើសរើសស្នាដៃក្នុងភពលោកនេះបន្ទាប់ពីការចោលបង្ហាញការចាំអារម្មណ៍ការបន្តនៅពេលទូប្រុសរបស់យើងពងតាកេងវិញតែគាត់នឹងបានគិតថាតើប្រជាជនទីនេះយកភាសាជប៉ុនអត់ភាសាជប៉ុនគេនឹងស្លៀកពាក់របស់តែអស់នេះទេវាដំណើរការតែពួកអ្នកពាក់វាតែប៉ុណ្ណោះឯងវាជាមូលដ្ឋានឧបករណ៍ទូលេខដូច្នេះនឹងមិននិយាយវាបកប្រែកំណត់របស់មនុស្សដូច្នេះពេលដែលលើឧបករណ៍ដូចជា CD និង DVD ដែលត្រូវបានបកប្រែចឹងហើយពួកគេមិនអាចយល់បានទេហើយនៅពេលហ្នឹងស៊ីនីឈីក៏បានស្រែកទឹកចឹងណាហើយគាត់បានដើរទៅរកទឹកផឹកទៅនៅពេលដែលគាត់ពងដើរហ្នឹងក៏បានឃើញអ្នកបម្រើរបស់គាត់ដែលនាងមានឈ្មោះថាមួយសើនឹងឯងចំណែកមួយសើវិញក៏ឃើញទូប្រុសរបស់យើងព្រាមនាងបានក្រោកផ្លេតហើយទូប្រុសរបស់យើងបាននិយាយថាមិនអីទេគាត់ហ្នឹងគ្រាន់តែដើររកទឹកផឹកតែប៉ុណ្ណឹងឯងហើយមួយសើហ្នឹងបាននិយាយថានឹងហើយចាំនាងហ្នឹងទៅយកឲ្យហើយទូប្រុសរបស់យើងមកមើលទៅការលើតទៅហើយក៏មកសួរទៅកាន់មួយសើថាតើអូនហ្នឹងគួរតែរៀនភាសាជប៉ុនមិនមែនហើយមួយសើហ្នឹងបាននិយាយថានឹងហើយចាប់ពីមានបញ្ហាមកហើយមើលទៅវាដូចជាគួរអាម៉ាបន្តិចហើយស៊ីនីឈីមិននិយាយថាបាត់អីទេមើលទៅវាដូចជាអស្ចារ្យអញ្ចឹងណាប៉ុន្តែការកេងយឺតហ្នឹងជួយធ្វើឲ្យរាងកាយរបស់យើងហ្នឹងចុះខ្សោយហើយមួយសើហ្នឹងមិននិយាយថានាងត្រូវធ្វើការច្រើនក្នុងពេលមួយថ្ងៃហើយនាងហ្នឹងចង់រៀនឲ្យលឿនតាមអ្វីដែលអាចធ្វើបានទូប្រុសរបស់យើងក្រោយលើចង់ភ្លាមគាត់មិននិយាយថាអត់អីទេចាំគាត់ហ្នឹងជួយហើយមួយសើវិញនាងមិននិយាយថាមិនអីទេលោកគ្រូហើយគាត់មិនគួរខកខ្វល់ពេលវេលាដ៏មានតម្លៃសម្រាប់នាងផងដែរហើយទូប្រុសរបស់យើងមិនតបទៅកាន់មួយសើថាអីទេហើយទូប្រុសរបស់យើងហ្នឹងមកហាទៅកាន់មួយសើថាឆាប់ឡើងហើយមួយសើបានអង្គុយចុះតាមទូប្រុសរបស់យើងទៅហើយនាងបាននិយាយថាអរគុណសម្រាប់ជំនួយរបស់គាត់ហើយស៊ីនីស៊ីបាននិយាយថាចាប់ពេលនេះតទៅគាត់នឹងមករៀនមួយសើរឿងយប់តែម្ដងការពេលតនៅពេលព្រឹកឡើងយើងបានឃើញថាមួយសើនឹងនាងមកធ្វើភារកិច្ចរបស់នាងជាធម្មតាអញ្ចឹងទៅហើយនៅពេលយប់ឡើងហ្នឹងនាងមកឆ្លៀតសិក្សាជាមួយទូប្រុសរបស់យើងទៀត
ហើយមួយសិស្សនឹងមានតែកាន់ទូប្ររបស់យើងថាជាអ្នករៀនអស្ចារ្យចឹងណាចំណែកទូប្ររបស់យើងវិញគឺអត់មើលកូនកំមុំគេចឹងទៅហើយដល់ពេលគេអត់មើលវិញនឹងធ្វើអីណាបែរមកចេញចឹងទៅកាលពីតទៅពេលព្រឹកយើងបានឃើញថាទូប្ររបស់យើងនឹងមិនស្រាវជ្រាវការងាររបស់គាត់ចឹងទៅហើយគាត់នឹងមកយកឯកសាររបស់គាត់នឹងទៅឲ្យទៅហ៊ានទៅហើយក៏មិននិយាយថាឯកសារហ្នឹងត្រូវបានផ្ញើមកកាន់កុំព្យូទ័ររបស់គាត់វាព្រាមប៉ុន្តែវាជាការងារល្អដែលគាត់នឹងអាចធ្វើបានហើយយើងបានឃើញថាក្នុងបន្ទប់របស់គាត់នឹងសុទ្ធតែជា anime តែម្ដងពីថាសភៅ anime វិញនឹងគោមួយសិស្សមកសួរទៅកាន់ទូប្ររបស់យើងថានឹងមិនជាវប្បធម៌តុក្កតាហើយមើលទៅកាន់ទីហ្នឹងតែក៏ពិតជាអស្ចារ្យខ្លាំងមែនតើស៊ីនីស៊ីមកសួរទៅកាន់មួយសិស្សថាតើនាងនឹងចូលចិត្តអីអត់ហើយបើសិនជាអូនចូលចិត្តហ្នឹងនាងអាចទៅមើលបានហើយមួយសិស្សហ្នឹងបានដើរទៅមើលទៅហើយស៊ីនីស៊ីមកសួរទៅកាន់ប្រុសថាតើគាត់នឹងចូលចិត្តអីអត់ហើយប្រុសហ្នឹងបាននិយាយថាគាត់នឹងជាអ្នកបម្រើទេមិនសំខាន់ទេស៊ីនីស៊ីបាននិយាយថាគាត់នឹងចង់ទទួលបានមតិអំពីអ្នកទាំងអស់គ្នាហើយប្រុសបានយល់ព្រមទៅដែលគាត់នឹងបានទៅមើលអ្វីដែលគាត់ចូលចិត្តទៅហើយយើងបានឃើញថាអ្នកទាំងពីរហ្នឹងបានមើលអ្វីដែលខ្លួនឯងចូលចិត្តទៅកាលពីតទៅពេលមួយសួរទៅកាន់ទូប្រារបស់យើងតែអូននឹងមកសួរថាហេតុអីមកជាគាត់នឹងដកស្លៀកពាក់ចឹងហើយស៊ីនីស៊ីនឹងមកនិយាយថានឹងជាតួអង្គហូសាហើយស្របពេលនឹងដែរយ៉ាណេបានបើកទ្វារចូលមកគ្រាន់តែបើកទ្វារភ្លាមនាងបាស្រីរកស៊ីនីស៊ីផ្លេតហើយស៊ីនីស៊ីមកនិយាយថាគាត់នឹងនៅកន្លែងនេះហើយយ៉ាណេបានដើរចូលទៅក្នុងទៅហើយនាងមកនិយាយថាអ្វីនឹងហេតុអីមកជាប្លែកម្លេះតើនឹងមិនជាវប្បធម៌តុក្កតាហើយនៅពេលនឹងលោកយុរមត្រីបាននិយាយថាប្រជាតរីគឺមិនអាចនៅក្នុងសាលានឹងបានទេហើយយ៉ាណេមិនតបតកាន់គាត់ថាអីទេហើយយ៉ាណេមិនស្ដាប់មើលរូបភាពនៅលើទីនឹងទៅតែនាងមកនិយាយថារូបភាពទីនឹងគឺពិតជាចម្លែកខ្លាំងមែនតើហើយអូនមកយកសភៅមួយដើម្បីមើលទៅហើយអូនមកនិយាយថាអូននឹងគឺអត់យល់អីមែនតិចដោយសារអត់យល់អីនឹងយ៉ាណេមកហាត់ទៅកាន់ស៊ីនីស៊ីទៅហើយស្របពេលនឹងមីនារីនឹងប្រុសនឹងមិនដើរដល់ដូចគ្នាលោកយុរមត្រីមកសួរទៅកាន់ប្រជាតរីថាតើនាងនឹងធ្វើបានអត់ហើយយ៉ាណេនឹងបានតបទៅកាន់គាត់វិញថាអីទេនាងនឹងធ្វើឲ្យបានហើយនៅពេលនឹងយ៉ាណេមកនិយាយថាចង់ឲ្យទូប្រមយើងនឹងអានឲ្យនាងស្ដាប់ចឹងណាហើយអ្នកផ្សេងទៀតនឹងគួរចាក់ចេញពីទីនឹងទៅហើយលោកយុរមត្រីនឹងបានប្រាប់ទៅកាន់អ្នកទាំងអស់គ្នាថាចាក់ចេញពីទីនឹងទៅហើយយ៉ាណេនឹងមកនិយាយទៅកាន់គាត់ថាគាត់នឹងក៏ចាក់ចេញដូចគ្នាហើយពួកគេទាំងអស់គ្នានឹងក៏បានចាក់ចេញទៅនៅពេលនឹងទូប្រមយើងនឹងបានហាត់ទៅកាន់មួយសិស្សថានាងនឹងគឺមិនចាក់ចេញទេក្រោយលើចាំព្រាមមួយសិស្សនឹងបានឲ្យមើលផ្លេតហើយយើងមកមើលទូប្រមយើងវិញថាគាត់នឹងប៉ុន្តែអានភ័យរឿងឲ្យអ្នកទាំងអស់គ្នាស្ដាប់ចឹងណាតែដើមទុនរបស់យ៉ាណេនិងមួយសិស្សនឹងបានប៉ះទៅកិច្ចតែគាត់ទាំងពីរតែម្ដងដែលថាពេលនឹងវិញក្រោយឃើញចឹងហើយគឺគាត់នឹងសងំតែម្ដងយ៉ាណេមកសួរទៅកាន់គាត់ថាតើមានរឿងអ្វីកាត់ឡើងហើយគាត់នឹងមកសុំទៅកាន់យ៉ាណេទៅសារគាត់នឹងភ្លឹកផ្លេតចឹងណាមួយសិស្សមកសួរទៅកាន់គាត់ថាតើគាត់នឹងអាចអានរឿងនឹងបានអត់ហើយទូប្រមយើងបានអានរឿងនឹងតអ្នកទាំងអស់គ្នាស្ដាប់ទៅស៊ីនីស៊ីមកនិយាយថាត្រូវហើយវាត្រូវបញ្ចេញសម្លេងដូចគ្នាគ្រួសាររបស់ខ្ញុំអ្នកនិយាយដូចគ្នាប៉ុន្តែអត្ថន័យខុសគ្នាហើយក៏បានបន្តនិយាយថាតអស់នេះមានតួអក្សរច្រើនតអស់នឹងគេហៅថាកាន់ជីពួកគេជាច្រើនត្រូវបានអានដោយការបញ្ចេញសម្លេងដូចគ្នាប៉ុន្តែទូទៅពួកគេមានន័យខុសគ្នាហើយមួយសិស្សបាននិយាយថាមើលទៅពិតជាគួរចាប់អារម្មណ៍ខ្លាំងមែនទែនចំណែកយ៉ាណេវិញសាប់មាននិយាយជាមួយនឹងនាងមិនខឹងទូប្រាប់របស់យើងខ្លាំងមែនទែនដោយសារព្រមនិយាយជាមួយនាងមកនិយាយជាមួយមួយសិស្សទៅវិញទីសាតអូនត្រូវបានហ្នឹងក៏មកស្រែកថាឲ្យទៅកាន់ទូប្រាប់របស់យើងទៅហើយពីអ្នកគេវិញនឹងភ្ញាក់តែម្ដងហើយយ៉ាណេមកក្រោយឈរទៅចំណែកទូប្រាប់របស់យើងមកនិយាយសុំទៅកាន់យ៉ាណេដូចគ្នាចំណែកយ៉ាណេវិញនាងមិនដែលតែអង្គុយលើផ្លូវរបស់ទូប្រាប់របស់យើងនៅថាទូប្រាប់របស់យើងហ្នឹងគឺគៀងតែម្ដងហើយក៏មកសួរទៅកាន់យ៉ាណេថាដែរមកជានាងធ្វើបែបហ្នឹងហើយយ៉ាណេមកតបទៅកាន់គាត់ថាសាតានាងក៏អត់ចង់អង្គុយចំហៀងទេហើយយ៉ាណេហ្នឹងមកថាឲ្យមួយសើទៅតែថានេះជាអ្នកបម្រើចឹងហើយនាងមិនអាចអង្គុយលើសាឡុងហ្នឹងបានទេហើយអ្នកបម្រើហ្នឹងគួរតែធ្វើការជាអ្នកបម្រើនៅមីសើវិញក្រោយលើចឹងហើយនាងមកសុំទៅកាន់យ៉ាណេនឹងដើរចាក់ចេញពីទីហ្នឹងទៅហើយទូប្រាប់របស់យើងមកសុំទៅកាន់យ៉ាណេនឹងឲ្យយ៉ាណេហ្នឹងជប់ខឹងទៅចំណែកយ៉ាណេវិញមិនចាប់បទូប្រាប់របស់យើងនឹងឲ្យគាត់នឹងអានបន្តទៀតទៅការពេលតទៅពេលយ៉ាណេនឹងត្រឡប់ទៅកាន់រាជវាំងវិញហើយយើងបានគិតថាមីនូរីនិងទូប្រាប់របស់យើងនឹងមិនជួនដំណើរនាងនៅគ្នាហើយយើងមកមើលស៊ីនីស៊ីវិញនៅថាគាត់នឹងកំពុងតែដើរអញ្ចឹងណាហើយពេលគាត់ដើរនឹងក៏បានដើរចូលក្នុងបន្ទប់មួយទៅហើយពេលនឹងដើរមានភ្នែកមួយគូមកស្ដាំមើលមកកាន់គាត់គាត់ឃើញចឹងភ្លាមធ្វើគាត់នឹងក៏ពិតជាភ័យខ្លាចខ្លាំងមែនទែនហើយទូប្រាប់របស់យើងនឹងមិនចដៃរបស់គាត់នឹងទៅໄວទៅកាន់សัตว์នឹងទៅហើយដល់ពេលនឹងដើរទូប្រាប់របស់យើងមិនដឹងថានឹងជាប្រុកទេហើយស៊ីនីស៊ីនឹងមកសុំទៅកាន់ប្រុកទៅហើយប្រុកនឹងមកនិយាយទៅកាន់គាត់ថាគាត់នឹងកើតអីទេហើយលើនេះទៀតមកទូប្រាប់របស់យើងចង់ໄວគាត់នឹងគាត់ក៏ទៅយកអង្កត់អស់នេះទឹកໄວគាត់ទៅហើយទូប្រាប់របស់យើងនឹងក៏លើទៀតក៏មកចាំកាន់គាត់អស់នឹងដូចគ្នាហើយស្របពេលនឹងដែរមួយសើបានដើរចូលមកក្រោយឃើញមួយសើដើរចូលមកភ្លាមទូប្រាប់របស់យើងនឹងមិនទម្លាក់គាត់អស់នោះចេញទៅហើយគាត់នឹងមកយកទៅកាន់នាងថាគាត់នឹងគឺអត់បានໄວប្រុកទេប៉ុន្តែបើជាមួយសើនឹងមិនសួរទៅកាន់គាត់ថាតើគាត់អីទេទូប្រាប់របស់យើងមកយកទៅកាន់នាងថាមិនដូចជាអ្វីដែលនាងគិតទេហើយគាត់នឹងជាអ្នកໄວប្រុកជាមុនចំណែកមួយសើវិញនាងមកក្រោកឈរនាងមកនិយាយថានឹងជារឿងធម្មតាទេតែអ្នកអភិជននឹងវានៃបម្រើរបស់ខ្លួនទូប្រាប់របស់យើងមកនិយាយថានឹងមិនជារឿងធម្មតាមួយសើមកនិយាយថានឹងហើយទូប្រាប់របស់យើងមកគិតថានឹងពិតជាខុសគ្នាខ្លាំងមែនទែនពិភពលោកនេះគឺខុសពីប្រទេសជប៉ុននេះហើយជាពេលដែលគាត់នឹងចាប់ផ្ដើមយល់